បាទស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំបាទរ៉ាត់ឈិតលេចតន័យទាំងអស់គ្នាបាទថ្ងៃនេះយើងបានទូកក់មួយគឺម៉ាករបស់វានេះពុកម៉ែបងប្អូនអានខ្លួនឯងទៅខ្ញុំចេះអង់គ្លេសទេហើយនេះមុខមេជាងហើយទូនេះគឺការៈរបស់វាគឺម្ចាស់គាត់យកកំបិតកាប់ឆ្លៀងត្រែងត្រជាក់បាទហើយនេះគឺមេជាងខ្ញុំគឺបានផ្សាររួចរាល់ហើយបាទហើយទឹកដៃការផ្សារគឺប៉ុណ្ណេះបាទមិនជាស្អាតណាស់ណាទេមកល្មមមកទទួលយកបានសំខាន់គឺមកត្រជាក់វិញហើយនេះសភាពទូមកជុំបាទហើយកន្លែងមេជាងរបស់ខ្ញុំគឺទីតាំងនៅខាងភូមិនេតាបាទមកពួកហើយនេះសទូទេនេះហើយខាងនោះគឺប្រម៉ូតឲ្យបងមួយផងនេះខាងនោះគឺជាងកយ័នបាទគោះដំណែកាត់នោះរាល់ថ្ងៃបានកាត់ឲ្យឆ្លេះឆ្លងទៅអបសក់ហើយទូនេះគឺធ្លាយត្រែងតិចដូចគ្នាបាទនេះគឺទ្វាមួយកញ្ចក់ហើយនេះកំស៊ីនបោកអូមេជាងពងទៅញាប់ដៃញាប់ជើងតែស្អាតយើងថែឲ្យស្អាតឲ្យជិតល្អហើយចាំជួសជុលហើយគឺខ្ញុំនឹងថតវីដេអូជួសជុលរួចហើយបាទតែសភាពតិចប៉ុណ្ណានេះគឺយើងទៅពេលយើងផ្សារវាចិត្តហើយយើងធ្វើការលាងវាបន្តិចបាទហើយនេះគឺការលាងរបស់យើងគឺឃើញថានេះប្រេងនៅនេះប្រេងនេះលាងមកគឺលង្ខំ100ហើយបើយើងមិនលាងសម្អាតចិត្តទេគឺវាអាចនឹងស្ទះនេះមេកំពុងថាកណ្ដាស់ហើយបាទគេឃើញថាប្រេងហើយនៅច្រើនបាទប្រេងចាស់វាបើយើងមិនសម្អាតមិនលាងប្រព័ន្ធទៅយោទេគឺស្មើឲ្យអាទូយើងនោះជាអត់ល្អទេចឹងអានេះ filter នេះក៏ដូរថ្មីហើយនេះទៅយោតូចនេះធ្វើការលាងសម្អាតជាមួយនឹងទឹកR1លេងមួយទឹកR1លេងកណ្ដាស់ឲ្យវាស្អាតឲ្យសស្គូសបាទវាក៏ហមផលចេះហើយនេះមុខបែបពុកម៉ែបងប្អូនមួយចំនួនដែលគាត់អត់យល់ថាធ្វើទូចូលហើយនៅតំបន់ខាងខ្ញុំគេហៅស្អីណាំយ៉ាហ្នឹងបាទចូលផ្ទះហ្នឹងហើយញ៉ៃភាសាចោណាំយ៉ាគឺភាសាចោហើយនេះដោយសារតែថ្ងៃនេះគឺខ្យល់ខ្ញុំអស់ហើយបាទនេះខ្យល់សម្ពាធតែ200ជាងទេអញ្ចឹងវានឹងស្ទើរអញ្ចឹងខ្ញុំយកខ្យល់ដោសិនដើម្បីយើងលាងអញ្ចឹងប្រភេទខ្យល់ដែលយើងរុញនេះគឺខ្យល់អាសូតជាប្រភេទខ្យល់អាសូតមករុញបាទអញ្ចឹងមិនចេះតែយកខ្យល់អីផ្សេងមករុញទេបាទគេអាចមើលឲ្យបង្កឲ្យមានជាតិទឹកទៅយកទូដើរអត់ស្រួលទេដើរស្លាកចឹងនេះខ្យល់នេះវាអស់ហើយស្ទើរបាទហើយតេតងជាមួយនឹងដាក់ compressor ដាក់អីវិញគឺទូដំណើរការស្រួលគឺខ្ញុំនឹងថតវីដេអូចង់បញ្ចប់បាទនេះគឺបន្ទាប់ពីការលាងសម្អាតទៅយកក្តៅទៅយកត្រជាក់ឃើញថាដំណើរការរបស់វាគឺស្រួលហើយបាទហើយហ្គាសដែលយើងដាក់គឺ A134 បាទហើយស្ភាពទូបាទនេះឃើញថាត្រជាក់ស្អាតបាទដំណើរការស្រួលហើយបាទនេះកកឡើងកកមកហើយយ៉ាកកព្រិលហើយនេះជាក់ស្អាតបាទហើយវីដេអូនេះក៏មានតែប៉ុណ្្នឹងដែរបាទពុកម៉ែបងប្អូនចង់ជួសជុលទូទឹកកកទៅជាមួយអេឡិចត្រូនិកផ្សេងអាចតំណែងមកបានបាទចង្យៀនស្រកថ្មពួកស្ថិតនៅទីតាំងគឺភូមិនេតាឃុំថ្មពួកស្រកថ្មពួកខេត្តបន្ទាយមានជ័យបាទហើយមានលេខទូរស័ព្ទទាក់ទងគឺ071 64 3ហើយនិងលេខ2បាទហើយវីដេអូនេះក៏មានតែប៉ុណ្្នឹងដែរបាទអរគុណ